សូមស្វាគមន៍បងប្អូននៅកាន់ Channel សកម្មសិភៅថ្ងៃនេះខ្ញុំមានសិភៅមួយក្បាលចង់ណែនាំសិភៅនោះមានចំណងជើងថាឪពុកអ្នកមានឪពុកអ្នកក្រ Rich Dad Poor Dad ចំណងជើងសិភៅបង្កប់អត្ថន័យសំខាន់ធំពីរទី1សេរីភាពហិរញ្ញវត្ថុនិងការបង្កើតទ្រព្យដ៏មហាសាលមិនមែនបានដោយការធ្វើការងារគ្មានថ្ងៃឈប់សម្រាកនោះទេតែផ្ទុយទៅវិញគឺគេឲ្យទ្រព្យជាអ្នករលួយឲ្យទ្រព្យជាអ្នកធ្វើការឲ្យទាំងយប់ទាំងថ្ងៃបង្កើតលុយឲ្យគេទី2ការអប់រំបែបបុរាណគឺធ្វើឲ្យមនុស្សដើរទៅក្នុងអន្ទាក់លុយកាក់គ្មានថ្ងៃឈប់សម្រាកហេតុអ្វីបានយើងត្រូវអានសៀវភៅមួយនេះសៀវភៅនេះមានកត្តា3យ៉ាងសំខាន់ដែលបងប្អូនត្រូវអានទី1ពេលដែលយើងអានទៅវានឹងផ្លាស់ប្ដូរផ្នត់យើងពីអ្នកចាយលុយឲ្យទៅជាអ្នកវិនិយោគវិញទី2ឲ្យយើងស្គាល់ពីអានកំបាំងនៃលំហូរសាច់ប្រាក់ឲ្យស្គាល់ច្បាស់អំពីទ្រព្យអំពីបំណុលទី3អ្នកមានគេអត់បានចំណាយលុយទៅលើពន្ធនិងសាជីវកម្មផ្សេងនោះទេគឺគេប្រើលុយចំណេញផាត់ទៅលើពន្ធនិងផាត់ទៅលើការចំណាយអាជីវកម្មអញ្ចឹងយើងមកស្គាល់ប្រវត្តិរបស់អ្នកនិពន្ធរបស់យើងអ្នកនិពន្ធរបស់យើងគឺឈ្មោះ Robert Kiyosaki គាត់មានប្រវត្តិជាទាហានជើងទឹកកាន់អាថមវិកចក្រហើយប្រឡូកក្នុងសង្គ្រាមវៀតណាមអាមេរិកបច្ចុប្បន្នជាសហគ្រិនជាអ្នកវិនិយោគជាអ្នកនិយាយលើកទឹកចិត្តជាសាធារណៈពិសេសគឺជាអ្នកនិពន្ធនឹងឯងក្លេចមើលសមិទ្ធផលដែលគាត់បានសម្រេចគឺប្រភេទក្តារល្បែងដែលឈ្មោះថាលំហូរសាច់ប្រាក់គេលេងឲ្យយល់អំពីការប្រើប្រាស់លុយដ៏ត្រឹមត្រូវប្រយ័ត្នប្រយែងថ្លៃលោធ្លាក់ទៅក្នុងអន្លង់ជាពាក់វ៉ាន់កចេះប្រយ័ត្នប្រយែងអញ្ចឹងទៅមួយវិញទៀតគាត់ជាអ្នកនិពន្ធតែមិនមែនតែមួយក្បាលហ្នឹងទេមានសភៅ Rich Dad Poor Dad ហ្នឹងហើយមានcash flow quadrant guide to investing ហើយសភៅទាំងអស់នេះគឺគាត់លក់ប្រហែលជា10លានក្បាលនៅទូទាំងសកលលោកពិសេសគាត់ជាគ្រូបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុជាសកលរហូតដល់ទៅមានក្លឹប Rich Dad Poor Dad នៅតាមសកលលោកនៅខ្មែរយើងក៏មានតែតាមយើងដឹងគេបង់ fee អីចឹងទៅបង់ថ្លៃចូលជាសមាជិកក្នុងក្លឹបអញ្ចឹងណាបាទមានរៀនអនឡាញក៏មានដែរចូលមកដល់សភៅយើងគឺមានតួអង្គពីរនាក់សំខាន់គឺមាន Robert ហើយនិង Mike ហើយមានតួឪពុកទៀតគឺឪពុក Robert និងឪពុក Mike ឪពុក Robert គឺជាឪពុកអ្នកក្រមានកម្រិតវប្បធម៌ដល់ទៅបណ្ឌិតជា PhD ហើយបម្រើការងារជារដ្ឋនៅក្នុងមន្ត្រីរាជការរដ្ឋទៀតពិសេសគាត់មានបញ្ហាប្រឈមនឹងរឿងលុយកាក់ក្នុងការចាយវាយមិនគ្រប់គ្រាន់ការចាយម្ដងប្រយ័ត្នប្រយែងលេចលោចាយគ្រប់ប្រឈមនឹងរឿងលុយកាក់ប៉ុន្តែឪពុកម៉ែដែលជាឪពុកអ្នកមានគឺមានលុយមិនចេះខ្វះអត់ខ្វល់ខ្វាយរឿងចាយវាទេឪពុករបស់ម៉ែដែលជាមនុស្សរៀនបានចប់ថ្នាក់វិទ្យាល័យផងតាមសភៅនេះបានលើកឡើងហើយគាត់មានផ្ដល់ជាអនុសាសន៍យើងមកមើលអនុសាសន៍របស់ឪពុកអ្នកក្ររបស់ Robert វិញឪពុក Robert ប្រាប់ Robert ថាកូនខំប្រឹងរៀនទៅពេលដែលកូនរៀនប្រកែឆ្លាតកូននឹងអាចស្វែងរកការងារនៅក្រុមហ៊ុនល្អបានហើយប៉ុន្តែឪពុកដែលជាឪពុកម៉ៃជាឪពុកអ្នកមាននោះបាននិយាយថាកូនខំប្រឹងរៀនទៅកូនស្វែងរកក្រុមហ៊ុនល្អដើម្បីទិញយកមកនេះទាំងពីរនេះមានគំនិតផ្ទុយគ្នាបាត់ហើយនេះហើយគឺជាឪពុកអ្នកមានឪពុកអ្នកក្រចូលមកដល់សាច់រឿងមួយក្នុងសភៅដកចេញមកគឺ Robert ហើយនិង Mike ចង់សួរឪពុកអ្នកមានថាធ្វើម៉េចដើម្បីបង្កើតលុយបានពួកគេគិតពីអ្នកថាអញ្ចឹងមានថាត្រូវមានម៉ាស៊ីនមួយអាចបោះពុម្ពលុយបានហើយបោះពុម្ពទៅមានលុយថ្ងៃមួយឪពុកអ្នកមានបង្រៀនអ្នកទាំងពីរហ្នឹងពីរបៀបនៃការបង្កើតលុយគាត់បង្រៀនបែបសាមញ្ញងាយស្រួលទេគឺឲ្យកូនទាំងពីរនាក់ហ្នឹងទៅក្នុងហាងដើម្បីឲ្យពួកគេធ្វើការងារដែលអាចធ្វើបានលើកនេះលើកនោះនៅក្នុងហាងទៅហើយ1ម៉ោងឲ្យតែ10សេនទេបើលុយខ្មែរអត់បាន1000រៀលផងបានតែ10សេនទេអញ្ចឹងបើសិនតែធ្វើ8ម៉ោងបាន80សេនអត់ដល់$1ទេពេលដែលគាត់ធ្វើចប់ហើយអ្នកទាំងពីរធ្វើហើយឪពុកអ្នកមានប្រាប់ថាអត់ឲ្យលុយទេពួកគេទាំងពីរនាក់ខកចិត្តហើយខឹងឪពុកអ្នកមានមែនទេសួរពួកគេខឹងក៏ពិតមែនប៉ុន្តែ
ឪពុកអ្នកមានរបស់គេចង់បរៀនមេរៀនមួយប្រាប់ថាបើយើងធ្វើការងារខំប្រឹងវាអាចជួបរឿងអញ្ចឹងអាចដួលក្រុមហ៊ុនអាចខ្សែធនដោយសារសេដ្ឋកិច្ចដោយសារបិទទ្វារដោយសាររឿងជាច្រើនបើសិនជាគេមិនឲ្យលុយយើងអត់មានលុយយើងមិនមានបញ្ហាអញ្ចឹងគាត់ចង់អត់ឲ្យយើងបដោតតែលើរឿងធ្វើការងារដើម្បីបានលុយនឹងទេនេះជាមេរៀនទី1ដែលគាត់ចង់បង្រៀនអញ្ចឹងអ្នកទាំងពីរដែលជាម៉ៃនិង Robert មានគំនិតមួយទៀតក្នុងការបង្កើតលុយគឺគាត់ចាប់ផ្ដើមមើលឃើញសភៅគេហៅសភៅក្មេងៗនៅចិត្តកន្លែងហាងហ្នឹងសភៅចាស់ៗដែលគេចោលគាត់ប្រមូលសភៅក្មេងៗមករៀបចំដាក់ធ្នើដូចជាបណ្ណាគារជាបណ្ណាល័យមួយដែលអាចឲ្យក្មេងៗចូលមកយកសភៅនឹងអានហើយពេលដែលអានទៅជួលក្នុងម្ដង1ម៉ោងយកប្រហែលសេនប្រហែលកាក់ចឹងទៅនោះគឺជាគំនិតអាជីវកម្មហើយមានក្មេងៗជាច្រើននៅក្នុងសហគមន៍ហ្នឹងចូលក្នុងហាងហើយក៏ឃើញសភៅក្មេងៗចង់ចូលទៅមើលទៅបងលុយប្រហែលសេនឲ្យនេះគឺជាមេរៀនមួយដែលបង្រៀន Robert និងម៉ៃពីរបៀបរកលុយដោយមិនបាច់ធ្វើការងារដោយដៃទេតែប្រើប្រាជ្ញាហើយសភៅហ្នឹងមានអស់ណាគាត់ដាក់ចោលហ្នឹងគេមកយកឲ្យលុយនោះហើយគឺជាគំនិតអាជីវកម្មដំបូងគេដែលគាត់បានធ្វើនៅក្នុងសាច់រឿងយើងមានរឿងមួយដែលសំខាន់ដែរដែលលោក Robert បានលើកឡើងក្នុងសៀវភៅហើយគាត់ព្យាយាមបង្ហាញដល់អ្នកអានឲ្យយល់អំពីសាច់រឿងហ្នឹងគឺគាត់បានលើកឡើងអំពីប្តីប្រពន្ធ2នាក់ដែលគាត់មានប្រាក់ចំណូលទាំងសងខាងមានលុយដែលអាចទៅរួចគឺគេបានទិញផ្ទះដែលជាក្តីសុបិនរបស់គេយូរហើយពួកគេចង់មានផ្ទះដែលជាក្តីសុបិនរបស់ពួកគេពេលដែលគាត់ទិញផ្ទះទៅអ្នកទាំងពីរនោះទី1ត្រូវឡើងការដើមទៅធនាគារជារៀងរាល់ខែទី2ត្រូវមានធានារ៉ាប់រងដើម្បីការពារផ្ទះនិងការពារកម្ចីរបស់គេទី3ត្រូវថែទាំផ្ទះហ្នឹងបាទឌីក័រចាត់ចែងបងទឹកបងភ្លើងទៅចំណាយផ្សេងទៅលើថ្លៃផ្ទះទាំងអស់ហ្នឹងហើយមានកាត់ស្មៅមានអីចឹងទៅថែទាំចឹងទៅសម្ដីសម្រាមថ្លៃអីចឹងទៅនោះហើយជាអ្វីដែលគេបានត្រូវចំណាយក្នុងន័យនេះខ្ញុំបើកមុខកញ្ចក់បន្តិចព្រោះសភៅយើងបង្ហាញពីទ្រព្យនិងបំណុលលោក Robert ចង់និយាយថាទ្រព្យគឺជាអ្វីទាំងឡាយណាដែលប្រមូលលុយចូលក្នុងហោប៉ៅយើងនាំលុយចូលហោប៉ៅហើយបំណុលគឺជាអ្វីទាំងឡាយណាដែលដកលុយចេញពីហោប៉ៅយើងនៅក្នុងឧទាហរណ៍ពីអ្នកប្តីប្រពន្ធនេះគឺកំពុងតែដកលុយចេញពីហោប៉ៅគាត់ត្រូវការឡើងទាំងដើមទាំងការទៅធនាគារក្នុងទស្សនៈនេះគឺមានពីរផ្ទុយគ្នាចង់ថាអញ្ចេះយើងមើលតើទ្រព្យបើយើងមើលជាទូទៅប្តីប្រពន្ធពីរនាក់ហ្នឹងគិតថាមានផ្ទះដែលក្តីសុបិនជាទ្រព្យធំហើយមនុស្សម្នាមើលឃើញអញ្ចឹងគេអាចទ្រព្យមាននៅពេលអនាគតបើសិនជាគាត់ទិញដាច់ហើយវាអត់មានខូចខាតអីប៉ុន្តែនៅបច្ចុប្បន្ននេះវាមិនមែនជាទ្រព្យរបស់ប្តីប្រពន្ធនឹងទេព្រោះវាដកលុយជាងគេអាប៉ៅគាត់រាល់ថ្ងៃរាល់ខែអញ្ចឹងណាវាជាទ្រព្យរបស់ធនាគារទេព្រោះធនាគារបានដាក់កម្ចីឲ្យពីអ្នកប្តីប្រពន្ធហើយកម្ចីនោះបង្កើតជាការប្រាក់ឲ្យទៅខាងធនាគារអញ្ចឹងគណៈពេលនេះគឺជាទ្រព្យរបស់ធនាគារប៉ុន្តែជាបំណុលរបស់ពីអ្នកប្តីប្រពន្ធហ្នឹងគឺស្រឡះងាយស្រួលយល់អំពីទ្រព្យនិងបំណុលមកអ្នកនិពន្ធរបស់យើងវិញគាត់ចង់ឲ្យអ្នកអានទាំងអស់ប្រឈប់ធ្វើការឲ្យខ្លាំងដើម្បីតែបានលុយតែផ្ទុយទៅវិញព្យាយាមរិះរោបរិះគិតប្រមូលលុយសំលុយដើម្បីទិញទ្រព្យដើម្បីឲ្យទ្រព្យធ្វើការឲ្យធ្វើយ៉ាងណាឲ្យរួចផុតពីអន្ទាក់លុយកាក់ហ្នឹងគាត់មានដំបូន្មានធំ4សំខាន់ដំបូន្មានទី1គឺផ្លាស់ប្ដូរផ្នត់គំនិតឲ្យយើងធ្វើជាម្ចាស់អាជីវកម្មខ្លួនឯងគាត់ថាយើងបន្តធ្វើការងារដែលយើងកំពុងធ្វើហ្នឹងទៅប្រាក់ខែក៏ធ្វើចុះមិនអីទេប៉ុន្តែទៅសំលុយត្រូវធ្វើម៉េចគាត់គង់ការចំណាយយើងឲ្យបានទប់ទល់ការចំណាយយើងឲ្យបានហើយចាប់ផ្ដើមចែករំលែកពេលវេលាមានថារកពេលទនេសមរម្យរួចចំណូលបន្ថែមពីទនេពីការងាររកចំណូលបន្ថែមធ្វើអីក៏បានដែរក្រៅពីការងារដើមយើងមានរកចំណូលបន្ថែម
ហើយយកចំណូលដែលមានបន្ថែមបូកជាមួយនឹងប្រាក់ខែដែលយើងមានដែលយើងសល់ចេះសំយើងយកទៅទិញទ្រព្យមកដើម្បីបង្កើតចំណូលគាត់មានឧទាហរណ៍ដូចជាទ្រព្យហ្នឹងអីគេដូចជាចលនាទ្រព្យដូចជាទីផ្សារពាក្យហ៊ុនដូចជាកម្មសិទ្ធិបញ្ញាឬក៏ចូលហ៊ុននៅក្នុងអាជីវកម្មណាមួយឥឡូវឧទាហរណ៍កម្មសិទ្ធិបញ្ញាចុះឧទាហរណ៍ថាទិញ website មួយគេមានឧទាហរណ៍ថាគេប្រាប់ website មួយដែលមានតម្លៃ$1000 ហើយ website ហ្នឹងគឺមានមនុស្សចូលទៅ visit ជា website travel បែបដំណើរកម្សាន្តដែល website ហ្នឹងមួយថ្ងៃរកមានមនុស្សច្រើនហើយមួយខែអាចទៅរកបាន$300 ថេហើយគេលក់បន្ទាន់$1500អញ្ចឹងបើយើងមានលុយចេះសំបើយើងគិតថាវាជាទ្រព្យយើងអាចយកលុយ$1500ដើម្បីទិញបានតែ5ខែរួចផុតថ្លៃដើមបាត់ដែរឧទាហរណ៍$1500អញ្ចឹងបើសិន10ខែ$3000បាត់ដែរត្រឹមតែ5ខែ10ខែយើងចំណេញបានពាក់កណ្ដាលបាត់ដែរហើយឆ្នាំទៅមុខទៀត website នៅតែដើរនៅតែមាន maintenance អីអញ្ចឹងនៅរកលុយបានជារៀងរាល់ខែទៀតអញ្ចឹងនឹងហើយវាជាទ្រព្យដែលគាត់ទៅធ្វើការទេ website ហ្នឹងគេចូល visit រហូតចូលមើលរាល់តែគេចូលមើលម្ដងត្រូវចំណាយលុយត្រូវតែបានលុយនេះដែលគេកំពុងតែរកលុយតាមរយៈដោយមិនបាច់ធ្វើការទេវាដើរលើខ្លួនឯងវាដំណើរការលើខ្លួនឯងមួយវិញទៀតអាចនិយាយបានថាឧទាហរណ៍ឡានចាស់មានគេចង់ជួលឡានមានសាលារៀនមួយគេមានតែសាលារៀនទេតែគេអត់មានឡានដើម្បីដឹកសិស្សទេប៉ុន្តែឡានសាលារៀនត្រូវការឡានដើម្បីដឹកសិស្សជាងសាលារៀនខំព្យាយាមដើររកឡានដើម្បីត្រូវការអ្នកណាអាចដឹកបានហើយគេនឹងឲ្យប្រចាំខែមួយខែ$300ចឹងទៅឡានល្មមអាចទៅរួចអញ្ចឹងបើសិនជាយើងដែលឃើញថាវាជាឱកាសនៃការបង្កើតចំណូលជួលតកង់ជួលមានតែទិញឡានមួយគ្រឿងឬក៏តុកឬកង់3អញ្ចឹងទៅដើម្បីដឹកសិស្សបានផាត់គ្នាអាចចំណេញបានឬទេថ្លឹងគ្នាបើសិនជាមានសិស្សរហូតអាចដឹកបានរាល់ខែផាត់ទៅចំណេញអានឹងគឺជាឱកាសក្នុងការបង្កើតទ្រព្យតែបើខាតបើយើងថ្លឹងឯថាទ្រព្យនឹងបំណុលវាមិនអាណាគេដកលុយចេញពីកប៉ាល់វាជាបំណុលអាណាដែលនាំលុយចូលកប៉ាល់វាជាទ្រព្យអញ្ចឹងបើថ្លឹងខ្លាំងទៅវានាំលុយចូលកប៉ាល់អូខេនឹងជាទ្រព្យរបស់យើងហើយចំណុចទី2គឺគាត់បង្រៀនឲ្យយើងចេះលៃលកដើមទុនមុននឹងការសម្រេចចិត្តទិញថាវាជាអ្វីឧទាហរណ៍ចង់ទិញឡានទំនើបទូរស័ព្ទដៃទំនើបទៅថ្លឹងថាវាជាបំណុលឬក៏ទ្រព្យឲ្យច្បាស់គាត់ចង់បង្ហាញថាយើងបានប្រមូលលុយទុកជាដើមទុនយើងទុកឲ្យក្នុងកប៉ាល់យើងចាំមើលតើមានឱកាសទិញទ្រព្យយើងទិញប៉ុន្តែយើងក៏ចង់បានរបស់ទំនើបដែរចង់បានឡានទំនើបចង់បានទូរស័ព្ទទំនើបចង់បានអីទំនើបច្រើនប៉ុន្តែយើងឲ្យថ្លឹងចេះឧទាហរណ៍ថាបើយើងចេះកាត់ចិត្តអារបស់ទំនើបហ្នឹងឲ្យប្រើមកតំណងបានហើយសល់លុយនៃការកាត់ដែលថាវាជាទំនើបវាចំណាយទៅលើខ្ជិះខ្ជាយើងកាត់អាហ្នឹងយកមកទិញទ្រព្យហើយអាទ្រព្យនេះបង្កើតលុយឲ្យយើងឧទាហរណ៍រឿងមួយចុះរឿង website មិនចុះ website ហ្នឹង5ខែរួចខ្លួនចឹងចូលខែទី6ជាខែចំណេញហើយខែទី6បាន$300ទេឧទាហរណ៍បើសិនជាគាត់ចង់ទិញទូរស័ព្ទទំនើបចាំ6ខែក្រោយអានឹង300តែពី3ខែបាន$7,000បាត់តែ4ខែ$1,200បាត់យកអាចំណេញពី website ហ្នឹងមកទិញទូរស័ព្ទទំនើបក៏បានដែរហើយអត់មានប៉ះពាល់អីទេព្រោះគាត់បានទិញព្រីហើយគាត់បានដូចខ្លួនថ្លៃ website ដែលគាត់បានទិញហ្នឹងហើយចង់ប្រាប់ថាយកលុយពីទ្រព្យដែលមិនបាច់ធ្វើការនេះទៅទិញហើយយើងឃើញអាជីវកម្មច្រើនទៀតដែលយើងឃើញថាគាត់ចេះលៃលកទិញទ្រព្យខ្ញុំឃើញមានអាជីវកម្មគាត់ជួលផ្ទះគាត់ដាក់ជួលផ្ទះនៅតាមបងប្អូនកម្មការនីនៅភ្នំពេញមានជួលផ្ទះមកបន្ទប់$50គាត់ធ្វើដល់បន្ទប់$500គាត់មានដីស្រេចគាត់សាំងសង់គាត់បូកដកឯងបើសិនជាបូកដកទៅចំណេញគាត់សង់គាត់ជួលឲ្យគេហើយអញ្ចឹងខ្ញុំឃើញមានចំណេញទៅលើការជួលផ្ទះយ៉ាងពិតប្រាកដយកអាលុយចំណេញបានប្រចាំខែហ្នឹង
បងធនាគារផាត់ហើយសល់តែចំណេញយកមកទិញទូរស័ព្ទទៅយកមកអាប់ដេតអីដែរហើយធ្វើបច្ចុប្បន្នភាពអ្វីដែរតនសម័យដែលយើងចង់បានទៅតែកុំយកលុយដែលជាដើមទុនខំសំពីធ្វើការខំសំពីការងារដែលយើងខំប្រឹងតិចតិចខំប្រឹងលំបាកហើយទៅបាត់ដើមទុនយើងនោះទី3គាត់ចង់ឲ្យយើងចេះវិនិយោគដោយទៅរៀនចំណេះដឹងហិរញ្ញវត្ថុបន្ថែមឲ្យបន្តការអានសៀវភៅផ្នែកហិរញ្ញវត្ថុចូលរួមសិក្ខាសាលាផ្សេងបង្កើតទំនាក់ទំនងជាមួយអ្នកវិនិយោគជោគជ័យជាច្រើនដើម្បីពង្រឹងផ្នែក IQ ហិរញ្ញវត្ថុរបស់យើងដូចជាផ្នែក accounting ផ្នែកគណនេយ្យផ្នែកវិនិយោគផ្នែកទីផ្សារផ្នែកលក់ហើយនឹងច្បាប់បាទចំណុចទី4ចុងក្រោយគេគឺឲ្យយើងយកឈ្នះភាពភ័យខ្លាចនឹងការខ្ជិលច្រអូសតែអ្នកភ័យខ្លាចជាទូទៅតែនិយាយថាខ្ញុំអាចលៃលោកបានទេទ្រពចង់ទិញអានឹងថ្លៃតែបដូរមកនិយាយថាតើខ្ញុំធ្វើម៉េចដើម្បីទិញវាបាននេះជាពាក្យដែលល្អសម្រាប់អ្នកដែលជាសហគ្រិនសរុបសេចក្តីមកមានឪពុកអ្នកក្រមានតម្លៃអប់រំសិក្ខាដូចតទៅឲ្យស្គាល់អំពីអ្វីទៅជាទ្រព្យអ្វីទៅជាបំណុលដកលុយចេញពីហោប៉ៅទ្រព្យដាក់លុយចូលហោប៉ៅចំណុចសំខាន់4ធំដែលអ្នកនិពន្ធចង់ឲ្យយើងធ្វើតាមគឺទី1យើងចាប់ដើមបដូរមកធ្វើជាអ្នកដែលជាម្ចាស់អាជីវកម្មរបស់ខ្លួនឯងចេះលៃលោកលុយឲ្យបានច្បាស់លាស់ថ្លឹងថ្លែងមុននឹងចាយវាយថាមួយណាទ្រព្យមួយណាបំណុលត្រូវវិនិយោគទៅលើការអប់រំទៅលើជំនាញហិរញ្ញវត្ថុបន្ថែមហើយជំនាញហិរញ្ញវត្ថុនេះរៀនបានគ្រប់ទាំងសៀវភៅទាំងសិក្ខាសាលាទាំងផ្នែកអ្នកជោគជ័យជាច្រើនដែលគាត់បើកវគ្គបណ្ដុះបណ្ដាលអាចចូលរួមរៀនបានហើយទីចុងក្រោយចំណុចទី4គឺឲ្យយកឈ្នះភាពខ្ជិលច្រអូសនិងយកឈ្នះការភ័យខ្លាចអរគុណបងប្អូនបានស្ដាប់សៀវភៅចប់មួយក្បាលទៀតហើយបាទ